Ok, so today ourគ្នាចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីតកតងជាមួយនឹងការ download ឬក៏ install តកតងជាមួយនឹង FortiGate នៅលើ GNS3 របស់យើងអញ្ចឹងទី1គឺយើងត្រូវការចូលទៅ download យកfile របស់ FortiGate សិនដូចនៅក្នុងនេះខ្ញុំបាន download ហើយយើងអាចចូលទៅFortiGate download ក៏បានយើងចូលទៅកន្លែង FortiGate ហ្នឹងមកនៅលើ GNS3 ហ្នឹងយើងនឹងឃើញមានកន្លែងនេះហើយយើង download ទៅលើ version ណាដែលយើងចង់ download បានហើយសម្រាប់ខ្ញុំ download យក version 7.2.11 អញ្ចឹងយើងគ្រាន់តែចូលទៅកាន់ដល់ពេលដែលយើង download ហើយគឺយើងទៅ extract វាសិនអូខេដូចកន្លែងនេះខ្ញុំបាន extract ឲ្យអស់ហើយអញ្ចឹងខ្ញុំចូលទៅកាន់ GNS3 របស់យើងតែម្ដងទៅអូខេដល់ពេលយើងចូលដល់ GNS3 របស់យើងអូខេទី1គឺយើងចូលទៅកាន់បង្កើត new template តបមកចូលពាក្យកន្លែង install ខាងលើនោះមកអូខេខ្ញុំប្រូបន្តិចអញ្ចឹងយើងចូលពាក្យ next បន្ទាប់មកយើងចូលកន្លែងពាក្យ firewall បន្ទាប់មកយើងរើសយកពាក្យ FortiGate យើងចូលពាក្យ install next អូខេ next បន្ទាប់មកយើងនឹងមកដល់កាន់កន្លែងហ្នឹងយើងរកពាក្យកន្លែង allow custom files យើងចុចពាក្យ yes អូខេបន្ទាប់មកយើងចុចកន្លែង create new version អូខេដោយសារតែ version ដែលខ្ញុំបង្កើតគឺ2.11ចុច OK តមកខ្ញុំចូលទៅយកកន្លែងនេះ file ដែលខ្ញុំ download មិញនេះ 2.11 ចឹងខ្ញុំចុចយកname របស់វាដល់កន្លែងនេះគឺយើងលុបចោលត្រឹមនេះមកអូខេយើងជំនួសដល់នេះវិញនេះសំខាន់គឺយើងទុកពាក្យកន្ទុយក្រោយផងគឺ QCW2 ហ្នឹងចុច OK អូខេទៀតអញ្ចឹងវានៅបង្កើត file ឲ្យយើងអូមើលខាងក្រោមឃើញអ្វីដែលយើងបង្កើតមិញនេះ FortiGate version 7.2.11 តមកគឺវា found ហើយឬក៏បើសិនជាកន្លែងនេះវាអត់ទាន់ឃើញមាន found ទេមកថាកន្លែងនេះវាអត់ដាក់ថា found on GNS3 VMware យើងទេវាដាក់ថា missing អញ្ចឹងយើងចុចលើនេះឬយើងពី import មកតមកយើងចូលទៅកាន់កន្លែង file ដែលយើង download មិញកន្លែង download wait ចុចទី download អូខេដូចរបស់ខ្ញុំមិញអញ្ចឹង 2.11 មកនេះ1នេះ import វាមកនេះហើយអញ្ចឹងបើសិនជាករណីដែលយើងឃើញ missing កន្លែងហ្នឹងណាអូខេអញ្ចឹងដោយសារតែយើងវា found on នៅលើ VMware ហើយអស់ហើយទីបន្ទាប់មកគឺយើងចុចលើនេះយើងចុច next អញ្ចឹងគេសួរថាតើយើងចង់បង្កើតនឹងមែនអញ្ចឹងយើងចុច yes អូខេ finish មក successful created អញ្ចឹងអូខេបន្ទាប់មកនេះ FortiGate យើងបង្កើតបានមិញអញ្ចឹងទី1យើងចង់ដឹងថាតើ FortiGate ដែលយើងបង្កើតហ្នឹងវាប្រើបានអត់អញ្ចឹងយើងទាញយកមកប្រើអូខេបន្ទាប់មកខ្ញុំយក cloud មួយមកប្រើខ្ញុំប្រើនៅលើ VMware ចុះអូខេខ្ញុំចុចខ្សែ port 1អូខេបន្ទាប់មកយើង run អូខេយើងចុច click reconnection ដោយសារតែខ្ញុំបាន connect វាមួយខ្សែអញ្ចឹងខ្ញុំ connect វាមួយខ្សែទៀតសិនអូខេចាំតិចដោយសារតែវារៀង slow បន្តិចវាចាំវាដើរហើយសិនមកនេះ FortiGate 7.2.11 ទីនេះវាដើរពេញរៀង slow ចាំវាបន្តិចសិនទៅ
anh đang lừa phải là PC bao giờ thế PC bao giờ đã lừa nó phải slow chẳng ok là chạy nhé chẳng FortiGate login chẳng login thì muốn cứ với chung admin chẳng ai vài bị admin mất tao mắc lại password nữa đây ra tại password nó chỉ choประกาศไม่ยังก่อนจะ Intel bây giờยังประกาศทำไมcáiยังประกาศทำไมในประกาศทั้งหมดเคยเห็นไปได้ไปยังจดที่วีนี่ให้ยังก่อนนี่มั้ย confirm password ยังมั้ยโอเค ok ឥឡូវខ្ញុំធ្វើការ config មួយសិនយើងអាចប្រើពាក្យ config systems interface អូខេតមកទៀតខ្ញុំ edit លើ port 1ដោយសារតែខ្ញុំ connect មិញ port 1អញ្ចឹងយើងអាច show មើលបានថានៅលើ port 1ហ្នឹងឯគេខ្លះមាន set តាក់ទងជាមួយនឹង DHCP អញ្ចឹងខ្ញុំ set ទៅលើ set DHCP DHCP sorry set mode DHCP តមកទៀតយើងដាក់ពាក្យ set mode DHCP គេទៀត set allow send នេះ ping HTTPS ទៅប៉ុណ្្នឹងក៏បានដែរតមកទៀតយើងអាចមើលពី get ចុចមើលពី get ហើយយើងធ្វើខ្លះនេះឥឡូវយើងគ្រាន់តែវាយ HTTP មកវាចាប់នៅលើនេះ192នេះវាចាប់មកពីណាមកថាយើងអាចមើលកន្លែងនេះបានយើងមើលកន្លែង VMware របស់យើងនេះ IP ដែលយើងញ៉ាំមកគឺ226.128អញ្ចឹងយើងគ្រាន់តែវាយពាក្យsorry set mode DHCP នេះកន្លែងនេះ set mode DHCP ឲ្យយ៉ាងនេះអូខេអញ្ចឹងតែប៉ុណ្ណឹងយើងអាចតេស្តមើលបានថា firewall យើងដើរអូខេវាច្រើនតិចអញ្ចឹងប៉ុណ្ណឹងគឺយើងបាន set IP នៅលើនឹងហើយវា static អញ្ចឹងយើងអាចថាចូលមើលអាចថាខ្ញុំ ping មើលនៅក្នុងនេះតែម្ដងឥឡូវ192មិញ131ឥឡូវចេញអីនេះដោយសារតែយើងបានបង្កើតមិញអញ្ចឹងវា load មកដល់នេះហើយយើងគ្រាន់តែចូលជ្រងរបស់យើងមកហើយវាយ IP ដែរយើងមើលឃើញកន្លែងនេះមិញយើង check មើលនេះនេះអញ្ចឹងអូខេតែប៉ុណ្្នឹងឯងដោយសារតែយើងអានេះយើងគ្រាន់តែតេស្តថាតើ FortiGate របស់យើងនឹងដើរអត់ទេយើងតេស្តនៅលើ cloud ប៉ុណ្ណឹងដែរអញ្ចឹងយើងវាយ admin ហើយយើងវាយ password ដែលយើងបង្កើតមិញsorry admin ok អញ្ចឹងយើងបានមកដល់នេះហើយអញ្ចឹងដោយសារតែមកដល់នេះគឺយើងនៅជាប់ license សិនវានៅជាប់ license ហើយដើម្បីដល់ license នឹងបានអាចថាខ្ញុំនឹងធ្វើមួយវីដេអូទៀតតាក់ទងជាមួយនឹងការដោះស្រាយទៅលើ level license ហ្នឹងហើយយើងអាចចុចពីកន្លែងនេះដោយសារតែខ្ញុំធ្វើទៅវារៀង slow តិចដោយសារ internet ខ្ញុំ slow ពេកអញ្ចឹងអាចថាខ្ញុំនឹងធ្វើមួយវីដេអូទៀតតាក់ទងជាមួយនេះប៉ុន្តែខ្ញុំសាកមើលសិនថាវាដើរអត់ជា activate វា add នេះមក gmail@gmail.com ហើយដាក់ password មកសាថ្មីសួរថា email និង password នេះយើងធ្វើនៅណាយើងបានមកពីណាគឺយើងបានមកពីនេះ FortiGate Cloud FortiGate Cloud Get Cloud Cloud sorry yeah ok FortiGate Cloud យើងអាចយើងបើយើងអត់ទាន់មាននេះទេយើងអាចបង្កើតឥឡូវយើង create account សិនអូខេឥឡូវយើង create account សាកមើលសិនទៅអូខេ FortiGate Cloud create account អូខេ
cho em thay lại thì đặt email vào nhầm tới. Ok. Cái thứ cả verify các bạn tới nhầm banประกาศให้มันใช้แต่มันประกาศภาษาที่เรายังmới ok dùng verify code cứ dùng cho cái Gmail bao nhiêu Gmail nó ok nè mình đây chụp nó rồi anh đi nhầmประกาศตามอีกไงចាំតិចសារតែអត់ទាន់ឃើញមកអូខេឥឡូវខ្ញុំ verify យើងភាសាទៀតភាសាតែអត់វាអត់ឃើញ send code ទៅចាំតិចអូខេ wait ចាំតិចដោយសារតែខ្ញុំបានបង្កើត account ភាសាអីក៏អាចថាវាអត់ផ្ញើភាសាទៀតទេមកទៅ password មិនខុសអីអូខេដោយសារតែមិញវាអាចនឹងដោយសារតែ account យើងធ្លាប់បង្កើតអញ្ចឹងវាអត់ឲ្យបង្កើតភាសាទៀតទេអូខេឥឡូវយើងក៏អូខេអាហ្នឹងមិនមែនទេអូខេចាំនេះ
cái này nó video mà những ảnh cho mấy cái ảnh install cái này nó các bạn đừng install file là FortiGate mình được nhóm bao nhóm do này mình đi cái gì do nó download cái này nó các bạn này đó là dương login sang thông minh là về đi bạn ok sẵn sàng admin thì winner cho ta đà để ra tới nhầm sạm mới xem gmail.com như vậy password để dùngประกาศ account mình nó ok như kiểu ok vì đang đai dù vậy cho mơ bị đai sân để sao nhầm trăm nó tu đai mình trăm dù bị ok để sao tại về riêng du tích để sao tại thì mỗi trả tôn internet nhằm tay chấn làm bên cộng video nông về page dân video đó nhóm con thì bạn hàng trả tôn cho mình can install trả tôn cho mình FortiGate sẵn hay ra cả trả tôn cho mình license bởi vì là dân ai trả bán trong nhóm những app định là video thông minh mới tiến trong ngọc con sẽ vào cả tam ban video mình ok bye bye